ធ្វើឲ្យបាន7ជំហាននេះទើបស្ពង់ថ្នាំបានត្រឹមត្រូវទី1ត្រូវមានប្រដាប់ប្រដាឆ្ពង់មួយដែលស្តង់ដារទំនើបងាយស្រួលប្រើមានប្រសិទ្ធភាពនិងសុវត្ថិភាពទី2ឲ្យប្រាកដថាប្រដាប់ឆ្ពង់មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ត្រឹមត្រូវទី3គឺប្រើថ្នាំស្ពង់ដែលមានវេជ្ជបញ្ជាច្បាស់លាស់ត្រឹមត្រូវទី4ពិនិត្យមើលម៉ាស៊ីនស្ពង់ឲ្យមានប្រដាប់ប្រដាគ្រប់គ្រាន់តាមបើកម៉ាស៊ីនស្ពង់នោះឲ្យមានចំហាយចេញមកមានផ្សែងសមល្មមចំពោះកម៉ាតូចដាក់នៅលើភ្លៅហើយឲ្យបាន90ឬក៏120ដឺក្រេចំពោះកម៉ាធំដាក់អង្គុយលើកៅអីឬក៏សាឡុង90ឬក៏120នាទីដូចគ្នាទី7ឲ្យកុមារស្ដាប់ភ្លេងឬក៏មើលរូបភាពបន្លប់ក្នុងរយៈពេល5ទៅ10នាទីនឹងរួចរាល់ចំណុចដែលសំខាន់គឺកុមារអាចនឹងមានការបេះដូងដើររៀងញាប់បន្តិចតែនេះមិនអីទេដោយសារតែជាអត្តពលនៃថ្នាំពង្រីកតងសួតខ្ញុំសូមណែនាំឲ្យប៉ាម៉ាក់មានប្រដាប់ឆ្ពង់មួយនៅផ្ទះដើម្បីជួយផ្លូវដង្ហើមកុមារបុត្រធីតារបស់លោកអ្នកខ្ញុំដុកទ័រលីឯកទេសជំងឺកុមារ